สตรีขังขนมได้ยังเธอประหยัดมวยដូចថាការខឹងក្រេវក្រោតហ្នឹងជាសត្រូវមួយក្នុងធម៌ហៅព្យាបាទៈហើយនឹងអភិជាហួងហែងច្រើនហ្នឹងក៏នាំឲ្យកើតទុកដែរវាតែសត្រូវមានន័យថាគេមកយើងបានសុខហើយយើងជាប់ច្រើនទៅពេលយើងបាត់ទៅវាសៅមងអញ្ចឹងតើកាត់បន្ថយដែរសន្មត់ថាបើរបស់នឹងបើយើងនៅមានបុណ្យរបស់ហ្នឹងនៅបាននៅជារបស់យើងបើយើងអស់បុណ្យរបស់ហ្នឹងលែងជារបស់យើងហើយហ៊ានកាត់ចឹងណាហើយនឹងសេចក្តីក្តៅក្រហាយអាហ្នឹងក៏ជាសត្រូវដែរធ្វើឲ្យយើងមិនសុខកាត់ថាឥឡូវរួចហើយកុំសេមសាមហើយអត់ទៅចាក់រវើរវាយទៅខាងមុខវិញអានឹងភ័យរឿងអនាគតវិញចាំស្អែកចាំជួបរឿងណាដោះរឿងហ្នឹងបើយើងមានបុណ្យជួបរឿងល្អបើយើងបុណ្យស្ទើរធ្វើម៉េចតាមហ្នឹងហើយមានអ្នកណាដែលជីវិតអត់ជួបបញ្ហាវាគ្រប់តគ្នាហើយវិជ័យកិច្ឆានេះស្ទើរស្ទាក់មិនដាច់ស្រែកទៅគួរធ្វើនៅវល់នៅហ្នឹងហើយបើមិនចឹងឯងក្នុងគុណប្រតនត្រ័យក្នុងបុណ្យបាបឯងមានបុណ្យមែនអញឃើញអ្នកធ្វើបុណ្យនោះមិនឃើញបានអីផងចឹងហ่าគេថាបាបឯណាបើអានោះវាធ្វើអាក្រក់មិនឃើញបានអីផងស្ទើរស្ទាក់ចឹងអាហ្នឹងក៏អត់ស្រួលដែរធ្វើឲ្យយើងធ្វើបុណ្យអត់លុះឯងបើអ្នកមានសទ្ធាលុះលាយមកដឹងច្បាស់ហ្មងថាល្អរឿងល្អនេះជាផលបុណ្យចាស់ឬក៏បុណ្យថ្មីយ៉ាងណាបូកផ្សំគ្នាហើយជួបរឿងមិនល្អអានឹងផលបាបអត់សង្ស័យអញ្ចឹងឃើញគេធ្វើល្អត្រេកអរឃើញគេធ្វើអាក្រក់អាណិតរោគកម្មហើយមុខទៀតទទួលផលតង់ពេលហ្នឹងចាំងទឹកភ្នែកហេតុអីខ្ញុំកំសត់ម៉ែប៉ុន្តែពេលធ្វើអាក្រក់នោះអត់គិតទេចឹងណាហ្នឹងហើយនឹងថៃនិមិត្តធៈខ្ជិលខ្ជិលអត់ណាធ្វើអីធ្វើអញខ្ជិលអាហ្នឹងក៏ឧបសគ្គដែរជាសត្រូវដែលរារាំងមិនឲ្យយើងទៅមុខដែរចឹងណាចឹងរៀនស្គាល់វាទៅណាហើយតិចទៅយើងជាងយើងមិនស្គាល់មួយណាសត្រូវហើយដល់ហើយយើងយកសត្រូវធ្វើមិត្តដូចថាអ្នកខ្លះកាចជេរបន្តិចផ្ដាសាហើយអញលយចឹងអញប៉ះបាននេះអញជេរឯងណានៃកាលហ្នឹងយកសត្រូវធ្វើជាមិត្តដែរហើយបើយើងដឹងអូអាក្រេវក្រោតខឹងស្អប់នេះអាហ្នឹងភ្លើងឆេះខ្ញុំតែមិនឆេះគេណាយ៉ាងណាអញ្ចឹងរៀនតម្លាក់តែបើថាវាមិនទាន់បានអីភ្លាមមិនតែយើងកាត់បន្ថយណាសុខសប្បាយ